ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីការដំឡើង Active Directory អញ្ចឹងដើម្បីដំឡើង Active Directory ជាមុនដំបូងយើងចូលមកកាន់ server របស់យើងហើយយើងចុច Control Alt Insert មកដើម្បីlog in ចូលទៅកាន់ administrator របស់យើងអញ្ចឹងនេះយើង log in បានជោគជ័យហើយបន្ទាប់មកយើងចូលទៅកាន់ server manager អញ្ចឹងចូលមកដល់ក្នុងនេះយើងចុច add role and feature ហើយបន្ទាប់មកយើងចុច next ទៀតហើយយើងចុច next ទៀតហើយយើងចុច Active Directory Domain Service បន្ទាប់មកយើងចុច add feature ហើយយើងចុច next ទៀតមកហើយយើងចុច next ទៀត and then យើងចុច install អញ្ចឹងបន្ទាប់ពីយើង install ហើយយើងបិទវាមកបន្ទាប់មកយើងចូលទៅកាន់រូបទង់ជ័យហ្នឹងយើងឃើញគេដាក់ថា promote the server to a domain controller យើងចុចលើហ្នឹងមកអញ្ចឹងចូលមកដល់ក្នុងនេះគឺ deployment configuration យើងត្រូវដាក់ root domain name អញ្ចឹងយើងវាយ domain name យើងមកសម្រាប់ខ្ញុំដាក់ lab3.local ហើយយើងចុច next មកចូលមកដល់ step បន្ទាប់ទៀតគឺដល់ domain controller option គឺគេឲ្យយើងដាក់ password អញ្ចឹងយើងវាយ password យើងមកអញ្ចឹងបន្ទាប់ពីយើងវាយ password ហើយយើងចុច next មកហើយបន្ទាប់មកចុច next ទៀតហើយអានេះវាកំពុងតែ load domain name ឲ្យយើងអញ្ចឹងនេះគឺជា domain name ដែលយើងបានដាក់មុនហ្នឹងបន្ទាប់មកយើងចុច next ហើយយើងចុច next ទៀតមកបន្ទាប់មកចុច next ទៀតបន្ទាប់មកយើងចុច install អញ្ចឹងពេលយើង install ហើយយើង close វាមកបន្ទាប់មកយើងចុច sign out ហើយវា restart server យើងអញ្ចឹងពេលដែលយើង restart ហើយយើងចូលមកកាន់ server របស់យើងហើយយើងចាប់ផ្ដើមធ្វើការ log in បន្ទាប់មកយើងនឹងឃើញ lab3 របស់យើងហើយដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងបន្ទាប់ពីយើង log in ហើយយើងចូលទៅកាន់ start menu របស់យើងបន្ទាប់មកយើងចូលទៅកាន់ Active Directory User and Computer យើងនឹងឃើញ lab3.local ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងការដំឡើង Active Directory របស់យើងបានជោគជ័យហើយអញ្ចឹងជាចុងក្រោយសូមអរគុណដល់ការទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់